បញ្ចេញសារពិសេសរបស់អ្នកជំនាញនយោបាយអន្តរជាតិរបស់ថៃដែលបានសរសេរនៅអត្ថបទមួយមានចំណងជើងថាមនុស្សធម៌ខ្វះការអាណិតអាសូរតើខ្លឹមសារដែលសម្ដេចបានបញ្ចេញនេះមានខ្លឹមសារបែបណាឥឡូវយើងមកមើលទាំងអស់គ្នាសម្ដេចបានសរសេរថាថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងអត្ថបទរបស់លោកសុផាឡាចិនចាណខុនឌីដែលជាអ្នកសារព័ត៌មាននិងអ្នកស្រាវជ្រាវដែលមានជំនាញខាងនយោបាយអន្តរជាតិជាពិសេសនៅក្នុងអាស៊ានបានសរសេរក្រុមចំណងជើងថាមនុស្សធម៌ខ្វះការអាណិតអាសូរខ្ញុំសូមចូលរួមរំលែកនៅអត្ថបទនេះដោយបកប្រែក្រៅផ្លូវការដើម្បីជូនប្រជាជននៃប្រទេសទាំងពីរគឺកម្ពុជាថៃបានជ្រាបនិងយល់ដឹងបន្ថែមដោយខ្ញុំសូមមិនមានការអត្ថាធិប្បាយបន្ថែមអ្វីលើអត្ថបទរបស់លោកនោះទេសូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទទាំងស្រុងថ្ងៃទី10ខែសីហាឆ្នាំ2026ភាពច្របូកច្របល់រវាងគោលការណ៍មនុស្សធម៌និងអធិបតេយ្យភាពបានធ្វើឲ្យក្រសួងការបរទេសថៃរុញចំនួនជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្ដងទៀតដោយបានចេញថ្លែងសារឬក៏ថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrew អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាការឆ្លើយតបនេះបានប្រើប្រាស់នៅខ្លឹមសារនិងព័ត៌មានដែលមិនស៊ីចង្វាក់គ្នានិងមិនសមហេតុផលរហូតបង្កជាការបារម្ភថាអាចคล้ายជាចំណុចខ្សោយចោទជាបញ្ហាដល់ជំហរការទូតនិងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯងដូចខាងក្រោមការអះអាងរបស់ថៃចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថាមានជនភៀសខ្លួនកម្ពុជាចំនួន650,000 នាក់នោះភាគីថៃសូមធ្វើការបកស្រាយថាចំនួនអ្នកដែលលើកឡើងនោះចំនួនដែលបានលើកឡើងនោះតាមការពិតមួយផ្នែកគឺជាប្រជាជនដែលរស់នៅក្នុងតំបន់ដែលថៃធ្លាប់បានបើកជាមជ្ឈមណ្ឌលជ្រកកោនបណ្ដោះអាសន្នកាលពីចុងទសវត្សរ៍ឆ្នាំ70ដែលជាការផ្ដល់ជំនួយមនុស្សធម៌ពីភាគីថៃទោះបីជាយ៉ាងណាបន្ទាប់ពីស្ថានភាពបានធូរស្រាលក្រុមបុគ្គលទាំងនោះមិនបានចាក់ចេញពីតំបន់នោះឡើយទោះបីជាភាគីថៃបានធ្វើការតវ៉ាទៅកាន់ភាគីកម្ពុជាជាច្រើនលើកច្រើនសារក៏ដោយដូច្នេះពួកគេត្រូវបានចាត់ទុកថាជាបុគ្គលដែលមានការឈ្លានពានទឹកដីថៃនិងមិនរាប់បញ្ចូលនៅក្នុងនិយមន័យនៃជនភៀសខ្លួននៅក្នុងស្រុកដែលហៅកាត់ថា IDPs នោះឡើយចំណុចខ្សោយទី1ជនភៀសខ្លួននៅក្នុងស្រុកតាមនិយមន័យរបស់អង្គការសហប្រជាជាតិសំដៅទៅលើបុគ្គលឬក្រុមមនុស្សដែលត្រូវបានបង្ខំឬចាំបាច់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែងឬទីរំនៅធម្មតារបស់ខ្លួនដើម្បីជៀសវាងពីផលប៉ះពាល់នៃចំនួនប្រដាប់អាវុធអំពើហិង្សារាលដាលការរំលោភសិទ្ធិមនុស្សឬក៏គ្រោះមហន្តរាយធម្មជាតិនិងគ្រោះមហន្តរាយដែលកើតឡើងពីមនុស្សដោយបុគ្គលទាំងនោះមិនបានឆ្លងកាត់ព្រំដែននៃរដ្ឋដែលទទួលស្គាល់ជាអន្តរជាតិនោះឡើយបាទនេះជាការលើកឡើងរបស់អ្នកជំនាញនយោបាយអន្តរជាតិបងប្អូនបាទឥឡូវយើងមកមើលជាបន្តទៀតការដែលហេតុការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងទាហានថៃនិងកម្ពុជាបានបណ្ដាលឲ្យប្រជាជនកម្ពុជាជាច្រើនមិនថាក្នុងចំនួនប៉ុន្មានក៏ដោយត្រូវភៀសខ្លួនចូលកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជានោះគឺត្រឹមត្រូវតាមនិយមន័យទាំងស្រុងដោយមិនបាច់ឲ្យភាគីថៃលើកយកមកធ្វើជាប្រធានបទតស៊ូមតិឬក៏ប្រកែកជំទាស់នោះឡើយចំណុចខ្សោយទី2អាជ្ញាធរថៃមិនបានធ្វើបញ្ជីជំរឿនប្រជាជនកម្ពុជានៅក្នុងតំបន់នោះទាល់តែសោះដោយមិនអាចបញ្ជាក់បានច្បាស់ថាតើនរណាភេទអ្វីអាយុប៉ុន្មាននិងមានចំនួនប៉ុន្មានឲ្យពិតប្រាកដ
ដែលបានរស់នៅក្នុងតំបន់ដែលថៃអះអាងថាធ្លាប់ធ្វើជាមជ្ឈមណ្ឌលជ្រកកោនតាំងពីសម័យសង្គ្រាមស៊ីវិលរហូតមកដល់ពេលបច្ចុប្បន្ននោះឡើយការប្រើប្រាស់ពាក្យថាមួយផ្នែកគ្រាន់តែជាការសន្និដ្ឋានទាញចេញពីហេតុការណ៍ប្រវត្តិសាស្ត្រដែលតាមការពិតគ្មានទំនាក់ទំនងចាំបាច់អ្វីជាមួយនឹងហេតុការណ៍ប៉ះទង្គិចតាមបណ្ដោយព្រំដែនដែលទើបតែកើតឡើងនាពេលថ្មីនោះទេចំណុចខ្សោយទី3ការអះអាងថាតំបន់ទាំងនោះជាតំបន់ជោគជ័យនងច័ន្ទព្រៃច័ន្ទនងយ៉ាកែវជាដែនដីរបស់ថៃគឺជាការអះអាងតែភាគីថៃតែម្នាក់ឯងប៉ុណ្ណោះអង្គហេតុជាក់ស្ដែងគឺភាគីថៃនិងកម្ពុជានៅតែមានទស្សនៈមិនត្រូវគ្នាស្ដីពីទីតាំងបោះបង្គោលព្រំដែនឬក៏ទីតាំងបង្គោលព្រំដែន42 43 46និង47ដោយកំពុងតែរងចាំការបញ្ជាបច្ចេកទេសពីគណៈកម្មការព្រំដែនរួមដែលហៅកាត់ថា JBC នោះឡើយដូច្នេះវាមិនអាចឲ្យរួមបញ្ចូលថាវាជាដែនដីនៃរដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិបាននោះឡើយបាទហ្នឹងគឺច្បាស់បងប្អូនចំណុចខ្សោយទី4សហគមន៍ជោគជ័យនិងប្រៃច័ន្ទឬក៏ភូមិនងច័ន្ទនិងនងយ៉ាកែវតាមការយល់ឃើញរបស់ភាគីថៃត្រូវបានកាត់ផ្ដាច់ដោយខ្សែព្រំដែនដោយភាគីទាំងពីរអះអាងថាត្រួតស៊ីគ្នានោះឡើយនៅពេលដែលពិនិត្យមើលស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាជននៅក្នុងតំបន់នោះឃើញថាប្រជាជនភាគច្រើនរស់នៅក្នុងដែនដីដែលហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារទៅទៀតដូច្នេះការសន្និដ្ឋានជារួមថាពួកគេរស់នៅក្នុងមជ្ឈមណ្ឌលជ្រកកោនដោយមិនព្រមចាក់ចេញគឺជាការអះអាងលើសអំពីការពិតការអះអាងរបស់ភាគីថៃយល់ឃើញថាប្រធានបទស្ដីអំពីសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិវិញមិនគួរបង្កើតឡើងដើម្បីប្រើប្រាស់ជាឧបករណ៍ស្វែងរកផលប្រយោជន៍នយោបាយឬក៏ដើម្បីផ្សព្វផ្សាយបែបឃោសនាជារឿងដែលសំខាន់ជាងការគិតដល់គោលការណ៍មនុស្សធម៌ពិតប្រាកដនោះឡើយចំណុចខ្សោយការតស៊ូមតិនេះស្ដាប់ទៅហាក់ដូចជាមានហេតុផលខ្លាំងណាស់ប៉ុន្តែខ្វះទម្ងន់ពីព្រោះថៃខ្លួនឯងក៏បានធ្វើទង្វើបែបនោះដែរដោយការយករឿងអធិបតេយ្យភាពនិងបូរណភាពទឹកដីមកធ្វើជាប្រធានបទរហូតคล้ายទៅជាការជិះជាន់លើរឿងមនុស្សធម៌ដែលថៃអះអាងថាប្រកាន់ភ្ជាប់នោះទៅវិញគោលការណ៍សំខាន់របស់អង្គការសហប្រជាជាតិគឺសិទ្ធិមនុស្សធម៌គ្មានព្រំដែននោះទេសិទ្ធិនៅក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិសំដៅទៅលើទីកន្លែងដែលលុបរស់នៅកើតឬធំធាត់ឡើងប៉ុន្តែមិនចាំបាច់ទាមទារឲ្យមានកម្មសិទ្ធិឬក៏ពលរដ្ឋនៃរដ្ឋនោះជានិច្ចនោះទេមនុស្សជាច្រើនរស់នៅលើពិភពលោកនេះកើតមកដោយមិនដឹងខ្លួនឯងថាជាពលរដ្ឋនៃរដ្ឋណាមួយនោះឡើយជនអនាថានៅក្រៅស្រុកប៉ុន្តែពួកគេនៅតែមានសិទ្ធិរស់នៅលើភពផែនដីនេះឬវិលត្រឡប់ទៅកាន់ទីកន្លែងដែលពួកគេធ្លាប់ស្គាល់រដ្ឋដែលអះអាងថាគោលការណ៍មនុស្សធម៌ត្រូវបានគោរពនិងអនុញ្ញាតឲ្យពួកគេរស់នៅទីនោះលើពីនេះបើតាមការពិតថៃក៏ធ្លាប់អាស្រ័យលើគោលការណ៍មនុស្សធម៌អនុញ្ញាតឲ្យពួកគេរស់នៅជាច្រើនទសវត្សរ៍មកហើយដូច្នេះគ្មានហេតុផលអ្វីដែលត្រូវបណ្ដេញពួកគេចេញនៅពេលនេះនោះឡើយរឿងដែលសំខាន់បំផុតគឺជារឿងដែលត្រូវបែងចែកឲ្យបានច្បាស់លាស់ថាអធិបតេយ្យភាពគឺជាប្រធានបទរវាងរដ្ឋនិងរដ្ឋការដែលប្រទេសថៃអនុញ្ញាតឲ្យបុគ្គលណាម្នាក់រស់នៅលើដែនដីដែលបានឈ្មោះក្រោមអធិបតេយ្យភាពរបស់ថៃក៏មិនបានបង្កឲ្យបាត់បង់អធិបតេយ្យភាពឬក៏បូរណភាពទឹកដីទៅឲ្យរដ្ឋផ្សេងទៀតឡើយករណីនេះដូចគ្នាទៅនឹងប្រទេសថៃឲ្យប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដីដែលជឿថាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃអស់រយៈពេលជាយូរក៏មិនបានធ្វើឲ្យកម្ពុជាក្នុងនាមជារដ្ឋមួយអាចមកទាមទារអធិបតេយ្យភាពលើដែនដីនោះបានដែរហើយក៏មិនអាចប្រើប្រាស់គោលការណ៍នៃការកាន់កាប់ផ្ទុយ
ច្បាប់ស៊ីវិលថៃដើម្បីទាមទារសិទ្ធិរបស់ខ្លួនបាននោះដែរការអះអាងរបស់ថៃចំពោះករណីពលករកម្ពុជាដែលធ្វើដំណើរចេញពីប្រទេសថៃអ្នកដែលរាយការណ៍ពិសេសអះអាងថាមានជាង9សែននាក់បាទ9សែននាក់នោះភាគីថៃសូមធ្វើការបកស្រាយថាពលករកម្ពុជាដែលធ្វើដំណើរត្រឡប់ទៅប្រទេសវិញបន្ទាប់ពីកើតមានចំនួននៅតំបន់ព្រំដែនកម្ពុជាថៃរួមទាំងអ្នកដែលមានច្បាប់អនុញ្ញាតធ្វើការត្រឹមត្រូវអ្នកដែលលួចចូលមកធ្វើការដោយខុសច្បាប់ហើយពលករទាំងនោះបានធ្វើដំណើរត្រឡប់ទៅកម្ពុជាដោយច្បាប់ចិត្តបន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលរបស់ថៃជំនួយខ្សោយប្រទេសថៃបានបិទច្រកព្រំដែនតាំងពីខែមិថុនាឆ្នាំ2025ហើយទើបតែបានប្រកាសពីការពន្យាពេលក្នុងការបន្តលិខិតអនុញ្ញាតការងារសម្រាប់ពលករកម្ពុជាជិត1សែននាក់កាលពីខែធ្នូឆ្នាំ2025ដែលជាហេតុធ្វើឲ្យពលករទាំងនោះមិនអាចត្រឡប់មកធ្វើការនៅក្នុងប្រទេសថៃវិញបាទទោះបីជាមិនមានគោលការណ៍នយោបាយគោលនយោបាយដេញពួកគេត្រឡប់ទៅវិញដោយការអះអាងក៏ដោយប៉ុន្តែទង្វើនេះមិនបានបង្កើតជាបរិយាកាសអំណោយផលដល់ការដែលពួកគេអាចធ្វើការនៅក្នុងប្រទេសថៃបានទៀតនោះទេសេចក្តីសន្និដ្ឋានបើទោះបីជាការចេញនៅសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិតែបានបំពេញភារកិច្ចតាមវិសាលភាពមុខងាររបស់ខ្លួនគឺជាសិទ្ធិរបស់រដ្ឋាភិបាលថៃដែលអាចធ្វើបានក៏ដោយប៉ុន្តែក៏មិនបានផ្ដល់ផលប្រយោជន៍អ្វីនោះដែរលើពីនេះការជ្រើសរើសផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយឬក៏ការកាត់យករឿងរ៉ាវយកមកនិយាយត្រឹមតែមួយផ្នែកដោយដែលក្រសួងការបរទេសថៃបានប្រព្រឹត្តនោះមើលទៅហាក់ដូចជាមានការកាត់បន្ថយគួរឲ្យទុកចិត្តផ្នែកខាងការទូតនិងកិច្ចការអន្តរជាតិរបស់ប្រទេសថៃខ្លួនឯងទៅវិញទេបាទនេះគឺជាការលើកឡើងរបស់អ្នកអតីតអ្នកសារព័ត៌មាននិងជាអ្នកស្រាវជ្រាវក៏ដូចជាអ្នកជំនាញគោលនយោបាយអន្តរជាតិជាពិសេសគឺជំនាញគេថាគោលនយោបាយអាស៊ាននៅក្នុងប្រទេសរបស់យើងនៅក្នុងតំបន់អាស៊ាននេះគឺបានធ្វើការលើកឡើងនៅអត្ថបទដែលស៊ីជម្រៅហើយជាពិសេសគឺឆ្លុះបញ្ចាំងអំពីចំណុចខ្សោយរបស់ប្រទេសថៃខ្លួនឯងហើយចំណុចខ្សោយដែលថៃបានថាបង្កើតឡើងក្នុងចំនួនព្រំដែនរវាងកម្ពុជាថៃនេះគឺដោយដែលខ្ញុំបានជម្រាបជូនបងប្អូននៅក្នុងអត្ថបទពីខាងលើអញ្ចឹងន័យថាថៃគឺបង្កើតនៅរឿងរ៉ាវជាពិសេសគឺសុទ្ធតែជាចំណុចខ្សោយដែលធ្វើឲ្យខ្លួនឯងនឹងបាត់បង់ប្រជាប្រិយជាពិសេសគឺបាត់ទំនុកចិត្តពីសហគមន៍អន្តរជាតិណាបងប្អូនបាទនេះគឺជារឿងមួយដែលខាងប្រទេសថៃបានប្រព្រឹត្តនិងបានធ្វើឲ្យរហូតទៅដល់ប្រឆាំងឬក៏មិនទទួលយកនៅការរាយការណ៍ពិសេសខ្លឹមសាររបស់ UN ដែលមកធ្វើការត្រួតពិនិត្យនៅសិទ្ធិមនុស្សនៅកម្ពុជាអំពីស្ថានភាពសិទ្ធិមនុស្សផ្សេងជាដោយដែលបងប្អូនបានជ្រាបបានដឹងហើយតើអត្ថបទទាំងអស់នេះមានខ្លឹមសារក៏ដូចជាអត្ថន័យបែបណាបងប្អូនយល់ឃើញយ៉ាងណាដែរអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានឥឡូវយើងមកមើលរឿងមួយទៀតបងប្អូនរឿងមួយទៀតនេះគឺលោកស៊ីហាស័កភួងកេតកែវផ្ញើលិខិតបកស្រាយទៅកាន់ស្នងការជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សដែលហៅកាត់ថា UN ដោយចោទថារបាយការណ៍របស់ UN នៅកម្ពុជាមានភាពលំអៀងនិងអយុត្តិធម៌តែក្នុងសារលិខិតរបស់លោកស៊ីហាស័កភួងកេតកែវមានខ្លឹមសារបែបណាខ្លះឥឡូវយើងមកមើលទាំងអស់គ្នាបបប្រៃទាំងស្រុងលោកស៊ីហាស័កភួងកេតកែវដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី7ខែសីហាឆ្នាំ2026ជូនចំពោះលោក Volker Turk
ស្រុងការជន់កម្ពុជាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលហៅកាត់ថា UN ដើម្បីធ្វើការបកស្រាយនិងសម្ដែងនៅការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍សង្ខេបបេសកកម្មរបស់លោក Tom Entro ដែលជាអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រធានបទសំខាន់នៃការបកស្រាយនិងឯកសារភ្ជាប់មានដូចខាងក្រោម1ការជំទាស់ទៅលើតួនាទីនិងការងាររបស់អ្នករាយការណ៍ពិសេសបាទ Special Reporter ភាគីថៃយល់ឃើញថាសេចក្តីថ្លែងការណ៍នោះបានចោទប្រកាន់ទៅលើប្រទេសថៃជាច្រើនចំណុចដោយចាត់ទុកថាហួសពីវិសាលភាពភារកិច្ចដែលបានប្រគល់ឲ្យដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលហៅកាត់ថា HRC ដែលគួរតែផ្ដោតទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះរបាយការណ៍នេះព័ត៌មានមិនពិតបាទនឹងមិនបានផ្ទៀងផ្ទាត់ឲ្យបានម៉ត់ចត់ហើយថែមទាំងត្រូវបានយកទៅប្រកាសបំផុសដើម្បីផលប្រយោជន៍នយោបាយក្រុមពាក់ព័ន្ធទៀតផងអ្នករាយការណ៍ពិសេសរូបនេះមិនបានផ្ដល់ឱកាសនិងពេលវេលាគ្រប់គ្រាន់ឲ្យថៃធ្វើការបង្ហាញការពិតនោះទេនឹងទស្សនៈទានមុនពេលប្រកាសផ្សាយនិងធ្វើសន្និសីទព័ត៌មានឡើយដែលនេះគឺជាការរំលោភទៅលើក្រមសីលធម៌យន្តការពិសេសដែលតម្រូវឲ្យបំពេញភារកិច្ចដោយព្យាក្រឹតមានលក្ខណៈអាជីពនិងមានកិច្ចសន្ទនាស្ថាបនាទោះបីជាថៃតែងតែផ្ដល់ព័ត៌មានពិតប្រាកដដល់ការិយាល័យស្នងការជាន់ខ្ពស់សិទ្ធិមនុស្សដែលហៅកាត់ថា OHCHR តាមផ្លូវការជានិច្ចក៏ដោយបាទតាមការបកស្រាយករណីចំនួនរវាងថៃនិងកម្ពុជានៅក្នុងឯកសារបកស្រាយបានបញ្ជាក់ថាចំនួននឹងផលប៉ះពាល់ផ្សេងមិនបានផ្ដើមចេញពីភាគីថៃនោះឡើយប៉ុន្តែវាជាផលវិបាកដែលកើតចេញពីការដែលកម្ពុជាបានវិវត្តទៅលើគោលដៅស៊ីវិលនៅមន្ទីរពេទ្យនៅខាងភាគីថៃដោយគ្មានទិសដៅច្បាស់លាស់និងគ្មានការខឹងសម្បារមុនកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលបណ្ដាលឲ្យមានជនស៊ីវិលថៃស្លាប់រងរបួសរាប់សែននាក់និងត្រូវជម្លៀសខ្លួនរត់ភៀសខ្លួនបាទត្រូវជម្លៀសរត់ភៀសខ្លួនអីចឹងទៅប៉ុន្តែព្រឹត្តិការណ៍នៃការបាត់បង់របស់ថៃនេះមិនត្រូវបានលើកយកមកឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសទាល់តែសោះបាទนั่นคือไทยគេថាប្រជាជនគេហ្នឹងក៏រត់ភៀសខ្លួនបផាប់បភិញអីចឹងដែរបាទប៉ុន្តែអ្វីដែលយើងធ្វើការកត់សម្គាល់រហូតមកដល់ពេលនេះតើប្រជាជនថៃមានប្រមាណអ្នកណា2អ្នកឬក៏3អ្នកដែលឬក៏វាអត់មានសោះអ្នកដែលហៅថាភៀសខ្លួនហើយត្រូវបាត់បង់ផ្ទះសម្បែងនេះណាបើដូចប្រទេសកម្ពុជារបស់យើងគឺបាត់ទាំងផ្ទះបាត់ទាំងភូមិទ្រព្យសម្បត្តិគ្រប់សពបែបយ៉ាងគឺត្រូវចោលវាបំផ្លាញចោលស្ទើរតែគ្មានសោះណាបងផ្ទះសម្បែងហ្នឹងគឺវាយចោលតែម្ដងឥឡូវយើងមកមើលជាបន្តទៀតការតវ៉ាទៅលើតួរលេខនិងអង្គហេតុនៅក្នុងឯកសារភ្ជាប់ករណីជនភៀសខ្លួននៅក្នុងស្រុកកម្ពុជាចំនួន650,000 នាក់ការពិតគឺជាផ្នែកខ្លះនៃតួលេខនេះជាជនជាតិកម្ពុជាដែលធ្លាប់មកជំរកបណ្ដោះអាសន្នដែលថៃបានបើកឲ្យផ្អែកលើមនុស្សធម៌ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ1970បាទនេះគឺថៃគេថាគេលើកឡើងបែបហ្នឹងបាទបើទោះបីជាយ៉ាងណាបើទោះបីជាស្ថានភាពស្ងប់ស្ងាត់ទៅវិញហើយថៃក៏បានតវ៉ាតាមផ្លូវការជាច្រើនក៏ដោយបុគ្គលទាំងនោះនៅតែមិនព្រមត្រឡប់ទៅកម្ពុជាវិញដូច្នេះហើយទើបចាត់ទុកថាជាអ្នកឈ្លានពានទឹកដីថៃនិងមិនស្របទៅតាមនិយមន័យនៃជនភៀសខ្លួននៅក្នុងស្រុកនោះឡើយករណីពលករកម្ពុជាជាង9ខ
là làm buôn sai nế để bán tỏ lắp từ sọc vĩnh chùm luôn nế rộp bên chôl tiếng bộ lộc khó sọc cho bắp nâng khổ cho bắp để bán tỏ lắp từ Campuchia đầu smart chất tam ca ông piêu niêu rồi bảo luật hạ bị bạc tuột luật hạ bị bạc thấy tay tayประกัน chuộc nâu sự hoạt piêu rồi bảo bộ lộc khó bỏ đi chân nít nâng khmiên cả bận đành bộ lộc khó tiếng ní trên piประเทศนู่นล่ะกับกิริยาหนึ่งกิจสปฏิบัติการในปีอนาคตให้บรรต่ออ้างปีกิจสปฏิบัติการเกี่ยวมวยการหรือยาไล่สนองการจวนผู้สถิมนุหนึ่งยนต์การปีเสกเรากรมปรึกษาสถิมนุได้เอาการไทยยูอันโดยตำราเพียบหนึ่งอายเป็นเน็ตมือบาไทยเตรียมครูนจินนิกในโครงการสำลังเต่ามุกนังสดาตุ่มเนตุ่มโหนงจะมวยหนึ่งกัมพูชีหลังฝิ่งปันไตเตรียมเตี้ยกัมพูชีดอลในกิจสปฏิบัติการโดยสมอตรองโดยเพียกีจึงปีเท่าไตอนุวัตตามสิ่งใดทลายการร่วมโจทย์ไทยที่มาเผยปรำปีไข่ธนูฉนำปีป้วนมาเผยปรำเอาบานเมืองมัดดำไปกัดบันทอยเพียบตันจังเจี่ยวเวียงกาดื้อดองหนึ่งบังการการยุยลนี้นงการดอกสไลปัญหาพรุ่งไหนโดยสันติวิธีตามหรือยนการถ้วยผีขีแบบนี่คือจีการเลิกหลังเราบอกทางผีขีไทยบางคนการเลิกหลังเราบอกทางผีขีไทยให้การเลิกหลังตัวออกนี่คือคุณไทยเจริญนะผมเจริญทำไปเอาทางกูรุปฉบับออนไลน์เชียร์กูรูปกิจพรมเปรียงบัดชบมันกูรูปสิ่งใดแสดงการรวมไอ้จังเถอะประเทศแสดงส่วนแต่ตาไทยเบียเมียนกูรูปไอ้เต้บ่าคือเวียนเมียนกูรูปไอ้เต้บัดชบมันก็เวียนมันกูรูปรวมโลกบงเปียนไอ้สิ่งใดแสดงการรวมไอ้นั้นก็อัดเมียนกูรูปอัดเมียนไอ้ได้นี่คือบัดตัวใบเจคลูนกระทาถ้าจ้องอ้อยเมียนกากูรูปแบบนี้แบบนู้นปันท้ายอดเมียนเจตไอนั่งวิอดเมียนกากรุบไอนังเตะป่ะไทยกลุ่นไอนั่งนะป่ะที่จีจุดนึกได้สำคัญบ่มพอดได้เจอเราตัวการสวายยุลเจพิเศษคือเหล่านี้อันได้เจ็ดจูเมาส์ดังกาบเป็นไทยบานบังหารเรากาบเป็นสิ่งเส้นดอลอันได้เจ็ดป่ะเรายังมาเมื่อเชียบัดต่อติดยังมือเชียบันต่อติดของผมบ่าโลกใช้ไถอัปพาอากานิติกาศิษย์ได้เกี่ยเกี่ยนิยมในนิยมกระถางพวกเมียนหนึ่งจะแนะนำเปียกระสูงกาบอร์ตีระบอบไทยบานทุกกาบอสไลบนไทม์ตะลือปัญหานี้โดยเป็นเจตขาก็เรามองไทยใจปลอดในสำคัญหนึ่งปลอดกิจสปฏิบัติการเกี่ยวมุ้ยเนี่ยรีกาพิเศษในสถิมนุษย์ตะเลวิสัยสิ่งในปัจจุบันสรุปเชียงสายสรุปปัจจุบันไทยก็เกี่ยวประติสมัยจักในกรมปรึกษาสถิมนุษย์ยูอันผ่องแต่และองค์ประชุม HOC เมียนเพียรกิจตุสกอลการแต่งต่างเนี่ยรีกาพิเศษจังหนุการเจนสกัดแข่งการหนึ่งเบาะสายระบบประเทศไทยมุนนี่คือเจกูลกาหนึ่งการบ่งหางการปิดบรรทมปีสกัดแข่งการระบบเนรีกาปีเสบานปักปลมาเลือประเทศไทยอย่างอายุติถั่วได้คราวคือเจสการมาเพียบคราวได้ก่อนนักเพียรกิจให้ไทยเตียงเมียนปัวเมียนเป็นปิดหนึ่งเมียนกาเตียงตัวไอ้บ้านกรุบจุงโจยจีดพออาเกณฑ์ยุในอาเกณฑ์ยุกระทานพวกเมียนบ้านบัดต่อท้าก็ลองมองไทยมันเมียนบ่มน้องโจลมอัดอัมปีกางเงี้ยรบว่าเนรีกาปีเซนุตีบัดตัวใบยางนาโนเปเดเนรีกาปีเซรูปนี้บ้านเจงมาสอบสายมาติตัวขลุ่นได้เนาไตบ่อนต่อบ่องหายพวกเมียนมันกรุบกรอดนั่งมันกรุบจุงโจยแบบนี้เวลาไต่บองกาวเจียสมนัวอัมปีตึกเดาหนึ่งเพียบสอมสอบในการเงียระบบเนรีกาปิเซรูปนี้ได้มันสอบเจ้าหนึ่งกรัมสลัดหัวในยวนกาปิเซหนึ่งเนี่ยการอ่านนัดระบบ HOC หน่วยลาย
តាមការពិតថៃធ្វើការបកស្រាយរួចរាល់ហើយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងបរិបទស្ថានភាពថៃកម្ពុជាកាលពីមុននេះដោយចាប់តាំងពីថ្ងៃទី24ខែមិថុនាឆ្នាំ2026ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងស៊ើណែវបានផ្ញើលិខិតទៅកាន់ការិយាល័យស្នងការជាន់ខ្ពស់សិទ្ធិមនុស្សរួចរាល់ហើយព័ត៌មាននោះត្រូវបានកត់ត្រានិងផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការផងដែរប៉ុន្តែអ្នករាយការណ៍ពិសេសបែរជាមិនបានយកព័ត៌មានទាំងនោះមកប្រមូលផ្ដុំក្នុងការរៀបចំសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មបន្ទាប់ពីទស្សនកិច្ចនៅកម្ពុជានោះឡើយលើសពីនេះមិនបានសម្របសម្រួលផ្លូវការឬពិភាក្សាជាមួយនឹងប្រទេសថៃក្នុងនាមជាប្រទេសដែលរងផលប៉ះពាល់នោះទេចំពោះការអះអាងរបស់អ្នករាយការណ៍ពិសេសថាបានផ្ញើសេចក្តីព្រៀងរបាយការណ៍ដែលពាក់ព័ន្ធទៅនឹងថៃឲ្យអាជ្ញាធរថៃទុកជាមុននេះគឺគ្រាន់តែជាការផ្ញើអ៊ីមែលសេចក្តីព្រៀងសារមួយចំនួនតែប៉ុណ្ណោះដោយខុសអំពីធម្មតាក្រមប្រតិបត្តិនិងមិនស្របតាមវិធីសាស្ត្រទំនាក់ទំនងយន្តការអ្នករាយការណ៍ពិសេសឡើយជានេះទៅទៀតនៅពេលដែលភាគីថៃបានឆ្លើយតបអ៊ីមែលដើម្បីសាកសួរភាពច្បាស់លាស់បន្ថែមភាគីអ្នករាយការណ៍ពិសេសបែរជាមិនបានឆ្លើយតបវិញទាល់តែសោះរបៀបធ្វើការរបស់អ្នករាយការណ៍ពិសេសរូបនេះឆ្លុះបញ្ចាំងអំពីខ្វះលក្ខណៈអាជីពគ្មានអភិក្រិតមិនគិតគូរពីអង្គហេតុនិងទស្សនៈទានពីគ្រប់ភាគីពាក់ព័ន្ធឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការបោះហារនិងមិនផ្ដល់កិត្តិយសឲ្យប្រទេសថៃក្នុងនាមជាប្រទេសដែលរងផលប៉ះពាល់ឡើយការធ្វើក្នុងលក្ខណៈបែបនេះប្រកាសជាអាចត្រូវបានគេយកទៅប្រើប្រាស់ជាឧបករណ៍ដើម្បីផលប្រយោជន៍នយោបាយបានអាស្រ័យហេតុនេះថៃបានផ្ញើលិខិតទៅកាន់ប្រធានHRC និងស្នងការជាន់ខ្ពស់សិទ្ធិមនុស្ស UN ដើម្បីសម្ដែងក្តីបារម្ភនិងលើកយកប្រធានបទនេះមកជជែកនៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សបន្តទៀតបាទអញ្ចឹងឥឡូវនេះខាងប្រទេសថៃគេធ្វើការតវ៉ាពាក់ព័ន្ធទៅនឹងថាការរាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងរឿងប្រទេសរបស់ខ្លួនហ្នឹងបាទអញ្ចឹងយ៉ាងណាបងប្អូនអាចធ្វើការគិតពិចារណាថាថៃគឺជាប្រទេសមួយដែលកំពូលល្បិចកិច្ចកលគ្រប់សពយ៉ាងមិនមែនជាប្រទេសធម្មតាដូចគេដូចឯងទេបាទមានន័យថាជាប្រទេសដែលមានការគេហៅថាកលិចកលុចអត់ច្បាស់លាស់ទេហើយអ្នកដែលចោទប្រកាន់ពីប្រទេសថៃទៅបីជានិយាយការពិតដូចជា UN ក៏ដោយក៏ថៃនៅតែប្រតិកម្មក៏ដូចជាចោទប្រកាន់បានដែរបាទនេះជាអ្វីដែលយើងអាចឃើញអាចដឹងទាំងអស់គ្នាឥឡូវយើងមកមើលរឿងមួយទៀតបងប្អូនរឿងមួយទៀតនេះគឺការដាក់ឲ្យប្រើប្រាស់នៅសៀវភៅអំពីដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះស្របពេលដែលអ្នករាយការណ៍ពិសេសបានលើកឡើងពីបញ្ហានេះបាទអញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នាសៀវភៅគោលការណ៍ណែនាំស្ដីអំពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះអំពើដោយអំពើជួញដូរមនុស្សត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី10ខែសីហានេះដោយក្រសួងមហាផ្ទៃលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលហៅកាត់ថាកោជោបជោបានចាត់ទុកសៀវភៅនេះគឺជានីតិវិធីនិងជាមធ្យោបាយដ៏មានសារៈសំខាន់សម្រាប់យុត្តិធម៌ដល់ជនរងគ្រោះដោយជនរងគ្រោះនឹងទទួលបានការយកចិត្តទុកដាក់ផ្ដល់សេវាស្ដារនីតិសម្បទាសេវាសុខភាពផ្លូវកាយផ្លូវចិត្តនិងសេវាសង្គមការធ្វើសមាហរណកម្មសេវាផ្លូវច្បាប់និងការធ្វើមាតុភូមិនិវត្តន៍
สิบเฮาในนวมนี้เรียบร้อยปีต้มเรากาเนียนนี้สำหรับชวนโรคกลัวจับรวบจับตังปีดำหนักการดำบงโดยเหมือนตุกชวนโรงกลัวเจ้าหนึ่งเหมือนโอบอะไรไปเปลี่ยได้นวมไอชวนโรงกลัวกันไตประชมเต่าหนังเพียบโรงกลัวบรรทอตีดหลายนี่ไปโยงตามกระทรวงมหาดไทยสิบเฮานี้เรียบรวมปีเทียดสองในอำเภอจุยโดมนุเลือกคันวินิจฉัยหนึ่งนิติวิธีสำหรับการกำหนดสถานภาพที่จุนโรงครัวโรงการในจุนโดมนุแต่ใบพอดสิว่าสอมสอบเตียงสำหรับจุนโรงครัวบริติในกัมพูชีหนึ่งจุนโรงครัวในคราวประเทศลูกศรสกัดทลายทางสิบเฮานี้หนึ่งคล้ายตัวเจียนิติวิธีโดยจุฬาล้วนโรงการกำหนดหนึ่งเวทใหญ่ได้จะละรูวิ่งจวนโรงครัวเป็นประกอบได้ตัวบ้านการไถ่ตัวความเปียหนึ่งอุปถัมภ์หนึ่งจวนละเมื่อเป็นประกอบได้เท่าไปชมมุกหนึ่งการตัวโตตามเราฉบับเจ้าทั่วเมียนลูกรำพึงท้าเสพเผาในนวมทำไมนี้หนึ่งโจรวมจุดในอย่างสำคัญหนึ่งคนน้องการเลยกลมพวกประสิทธิภาพในการประยุทธ์ไปช้างบัดละเมื่อฉลองนั้นเนี่ยเจียไปใส่อำเภอจุยโดเหมือนนู่นนั่งบัดละมือชอบเบาตามปรับปวนไปใจการวิธีแต่เจียไปสั่งเคล็ดคือออนไลน์เกมในกัมพูชีเอาการแต่เมียนไพลกาสำหรับเวลจะมวยหนึ่งกาประกาศปราปราณีกาบรรดาดาหนึ่งเต่าทั่วหลังสำหรับสมัครเกจอัญญาถัวหนึ่งมันไตรเปียป่วนถึงหลายได้เมียนเพียรเกจปราปราชิพาวโกลกาในนวมนี้chỉ bị xe cứ về nhé ôi chuồn đông của bị chuồn lầm mơ để trâu bằng tiền tốt miền cả lực lấy nụ tỷ bà tám có xuông mà hạp thấy sự phâu cô cả này nôm trâu ban phần lớn long cắt nhẹไปใจกันเตเมาปีกระทรวงสถาบันเปียผวนกรมการอุปถัมภ์ความโตอย่างสกัมปีตีเพลงเงี้ยสหปฏิบัติการออนไลน์เชียญี่ปุ่นแต่เฮากัดท่า GICA ประจำในกัมพูชีการเป็นไงตี31ใครกะก็ได้คนลองเต้าลูกทอมแอนโทรเนี่ยรีกาพิเศษองค์การสหประชาชาติในอำปีสถิมนุษย์ในกัมพูชีบ้านลึกหลังอำปีสถานภาพสถิมนุษย์เปียเป็นแต่หนึ่งจุนโรงครัวในสักกรรมภาพชอบเบาเอาหมดตัวกาในประเทศกัมพูชีโดยกรมชอบบอกออนไลน์โลกบาลทลายทามนตรีเรียวัฒปิบาลเลิกหลังปีกาเป็นนิตเลยจวนโรงกลัวปีกาชอบเบาได้บ้านดักเจงเจียไม่เชื่อมันโดนชอบเบาดับไปกรมนัดอัตสัญญาณจวนโรงกลัวอาญาทัวบันดอลลาร์ก่อนไล่สระเนาหนึ่งกาควมโตรดอลบุกกัวเทโนโลกทลายท้าอย่างนากระด้อยมนตรีสิ่งที่ร่วมเตียงนิยมเริ่มไตรพ้องบ้านเป็นเจตากัมพูชีขวาพีบขวาลัตเพียบโครงการตรุษเป็นนิดเนี่ยได้ตระบานดอกแหลงปีมีเชื่อมันดุลชอบเบาตามออนไลน์ถ้ากัมพูชีเดาตะเลกาเป็นจูนเจียงจวนจังนู้ตลอดเจอเจียสบายวิ่งลูกเอ็นทรูบันไทม์ถาเจตุเต่าจวนโรงกลัวได้ตระบงขอมโดยมีคลองชอบเบาตระบานจัดตุกทาจีจวนอันเตาประเวศโคจวับให้องค์การได้ทั่วกาเปียกวนช่วยโดยจวนลงกลัวเลยปัญหานี้เป็นเจนเอาขวาขาดฉลาดลูกบ้านบรรทอทายสมใบตายริวัฒปิบาลในจวนลงกลัวจะนุ่งตุกปูกีเจ้าได้โดยข้อละมันบ้านเราจุ่มหน่วยหรือสมใบตายอัตสัญญาณจวนลงกลัวลูกบรรทอทายขยมบาร่ำถาอาจเมียนจวนลงกลัวในอำเภอจุยโดมันนุ่งรวบปวนเนี่ยได้ปัจจุบันนี้กับวงเซตในของสถานภาพกระในกัมพูชีได้ตัวบ้านหรือมันตัวบ้านตัวแต่ซอในการความโตปีรัฐบาลกัมพูชีปีประเทศภูเก็ตหรือก็ปีตีเพลงเงี้ยมนุษย์ทั่วเสียงจีบแบบนี่คือเปรียบเป็นหนึ่งสถานภาพสถิมนุษย์ในกัมพูชีคือจะได้ปลุยบารมในสกอตแบบจัดนิเกปรมีนมวยเด็กจมเอาจมเด็กจูนบองโปนจวนรวมจิตไอบานเชียบเจียปรมีนยังไปจอบตรำปปนังนะครับผมยันในจุดนี้ในปรมีนคราวเจียมันต่อทิศขณะเป็นนิจมาสมกุนสมกรุบเลียจุดนี้วิดีโอคราว